តោះបងប្អូនអរគ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនអរគ្នាទៅមើលទេសភាពនៅស្រុកខ្ញុំអញ្ចឹងបងប្អូនតានៅខាងលិចនឹងទេសភាពបែបណាហើយធ្វើស្រែចម្ការអញ្ចឹងបងប្អូនហើយថ្ងៃហ្នឹងខ្ញុំទៅរើសខ្យងផងបងប្អូនដើម្បីឲ្យធ្វើម្ហូបហើយបងថ្លៃខ្ញុំគាត់ចង់ហូបខ្យងហូបអីអញ្ចឹងបងប្អូនមកនេះមករើសជាមួយក្មួយបងប្អូនហើយបងប្អូនអាចមើលទេសភាពស្រុកខ្ញុំបានបងប្អូនគឺខាងនេះគឺស្អាតមែនតើហើយខ្ញុំខានមកយូរបងប្អូនរៀងប្លែកទេបងប្អូនពីមុនតាមផ្លូវតាមអីហ្នឹងបងប្អូនពីមុនគេតន់ធ្វើស្រែធ្វើអីចឹងបងប្អូនតែឥឡូវតាមហ្នឹងបងប្អូនណាឥឡូវគេធ្វើស្រែឡើងព្រាតបងប្អូនពីមុនគេថាគេដាំអីចឹងបងប្អូនស្រុកខ្ញុំឲ្យតែរដូវវស្សាអញ្ចឹងគឺគេធ្វើស្រែផងដាំម្លឹកផងដាំពោតផងបងប្អូនមួយឆ្នាំក៏ធ្វើ2ដងទៅ3ដងអញ្ចឹងបងប្អូនមកហ្នឹងបងប្អូនណានិយាយថាមេឃវាលលឹមបងប្អូនណានិយាយទៅមេឃអត់រាំងសងបងប្អូនហើយភ្លៀងដល់កងបងប្អូនតាមពីយប់រហូតដល់ព្រឹកហើយថ្ងៃហ្នឹងបងថ្លៃខ្ញុំគាត់ចង់ហូបខ្យងហូបអីចឹងទៅបងប្អូនហើយក៏មករើសបងប្អូនពីអ្នកក្មួយអីចឹងទៅហើយឃើញក្មួយមកហ្នឹងមិនបងថាមកក្មួយមកម្នាក់ឯងចឹងបងប្អូនឥឡូវក៏មកតាមគាត់ចឹងទៅជួយរើសគាត់នឹងឆាប់បានចឹងបងប្អូននិយាយថាស្រុកខ្ញុំមិនខ្វះទេខ្យងបងប្អូនសិតតែខ្យងហ្មងនិយាយទៅខ្យងច្រើនបងប្អូនហើយកន្លែងនេះដែរគឺខ្យងច្រើនមែនតើបងប្អូនវាហូរតាមទឹកបងប្អូនវាឡើងតាមទឹកទឹកហូរអញ្ចឹងគឺក្មួយខ្ញុំគាត់ដាក់ជើងទៅបងប្អូនហើយខ្យល់ណាណេតហ្មងខ្ញុំគាត់ចុះទឹកទៅខ្ញុំស្រាវបងប្អូនខ្យងច្រើនពេកវាខ្លាចមុខខ្យងមុតអីអញ្ចឹងបងប្អូនហើយព្រោះថាកន្លែងហ្នឹងវាច្រើនពេកអញ្ចឹងបងប្អូនដើរទៅខ្លាចដែរបងប្អូនព្រោះវាក្រាស់ដូចកាទេបងប្អូនហើយនៅក្រោមជើងខ្ញុំហ្នឹងបងប្អូនវាមានតូចមានធំបងប្អូនខ្យងហ្នឹងកន្លែងហ្នឹងវាទឹកហូរអញ្ចឹងហើយបានវាសវោបងប្អូនមុនបងអត់ដឹងថាមានទេបងប្អូននៅលើអត់ធ្វើមានទេមួយពេលមកដល់ក្រោមទៅបងប្អូនហើយកន្លែងមាត់តាលេបងប្អូនអញ្ចឹងហើយសារសិតខ្យងវាអត់ឃើញមើលទៅយើងអត់ឃើញតែបានតែយើងចុះទឹកសិនបងប្អូនដឹងថាខ្យងវាបានវាសវោតែខ្យងនឹងសវោមែនតើបងប្អូនហើយនិយាយថាទេសភាពស្រុកខ្ញុំគឺស្អាតមែនតើបងប្អូនខានមកយូរអញ្ចឹងបងប្អូនស្រុកខ្ញុំឲ្យតែខែនឹងមិនខ្វះទេម្ហូបបងប្អូនឲ្យតែយើងប៉ិនរអញ្ចឹងបងប្អូនកុំឲ្យតែយើងខ្ជិលអីគឺត្រីក៏មានដែរបងប្អូនហើយនិយាយទៅតលេឡើងអញ្ចឹងបងប្អូនឃើញបងប្អូនខ្លះគាត់ដាក់ស្ទួយដាក់មងអញ្ចឹងទៅគឺសុវ័យមែនតើបងប្អូនរដូវហ្នឹងយើងស្រួលរកម្ហូបដែរបងប្អូនយើងខ្ជិលទិញគេទិញអីចឹងបងប្អូនកុំឲ្យចំណាយលុយអញ្ចឹងបងប្អូនហើយឲ្យតែយើងអាសាគឺមិនខ្វះទេម្ហូបបងស្រុកខ្ញុំបងប្អូនហើយរដូវទឹកឡើងអញ្ចឹងបងប្អូនគឺសុវ័យរកត្រីបងប្អូនកាលទៅបានច្រើនទៅលក់ទៅបងប្អូនក៏បានលុយចាយអញ្ចឹងបងប្អូនយើងដូចយើងនៅផ្ទះនៅអីអញ្ចឹងបងប្អូនតែវាខ្ញុំអីយូរមកម្ដងបងប្អូនហើយគឺអត់សូវមានពេលតនេទេតោះឲ្យឈប់ដល់ប៉ុនទៀនអីចឹងបានមកផ្ទះបងប្អូនអញ្ចឹងបងប្អូនខ្លះគាត់ឈប់មុនអីចឹងទៅគាត់ទៅលេងផ្ទះអញ្ចឹងទៅដល់ខែរដូវហ្នឹងទៅបងប្អូនគឺគាត់រកត្រីរកអីចឹងបងប្អូនពេលខ្លះគាត់រកការងារមិនតាន់បានអីធ្វើអញ្ចឹងបងប្អូនគាត់អាចមកផ្ទះមកអីចឹងទៅដល់ខែរដូវហ្នឹងគឺរកត្រីគឺស្រុកខ្ញុំសុវ័យបងប្អូននិយាយរឿងខ្យងហើយយើងបងប្អូនឯងខ្ញុំរកតែមួយផ្លែដែរបងប្អូនគឺកន្លះ3តែម្ដងខ្ញុំអាចយកច្រើនហ្នឹងបងប្អូនយើងយកមកមុំហូបដែរបងប្អូនយើងយកទៅច្រើនក៏យើងហូបមិនអស់ដែរអញ្ចឹងបងប្អូនហើយអានេះគឺខ្ញុំរៀបចំទៅផ្ទះវិញហ្នឹងបងប្អូនព្រោះខ្ញុំមើលបានខ្យងកន្លះ3ដែរបងប្អូនហើយមកពេលព្រឹកបងប្អូនហើយមិនភ្លៀងរហូតបងប្អូនវាអត់ទៅភ្លៀងប៉ុន្មានគាត់ថាលឹមអញ្ចឹងបងប្អូនមុនដំបូងបងប្អូនថាភ្លៀងគឺខ្ជិលមកដែរបងប្អូនភ្លៀងអញ្ចឹងវាជុកជ្រាំផ្លូវយើងដែរអញ្ចឹងបងប្អូនបាក់ជីដែរអញ្ចឹងចង់មកទេមុនដំបូងពេលមកដល់ហ្នឹងទៅមេឃយើងឆ្លាស់ដែរអញ្ចឹងមកដល់